ជំរាបសួរបងប្អូនទាំងគ្នាសុខសប្បាយជាអត់ចាមានតែជួបជាមួយគ្រូពីដើមមួយទៀតគ្រូពីដើមមានមេរៀនមួយយើងមកចែករំលែកដែលមេរៀនយើងហ្នឹងគឺនិយាយអំពីតើមានគីដោះអាចប្រើប្រាស់អក្សររំលោភបានដែរឬទេចាបងប្អូនដឹងហើយថាតើតើទៅនឹងការរំលោភគឺត្រូវការមានការប្រឹក្សាមានការតាមដានជាមួយនឹងអ្នកជំនាញបើសិនជាយើងអត់បានសិក្សាស្វែងយល់ក៏ជាតាមដានជាមួយអ្នកជំនាញចិត្តតែប្រើប្រាស់ពេលខ្លះប្រើទៅអត់ជោគជ័យពេលខ្លះប្រើទៅអត់ធ្លាក់ពេលខ្លះប្រើទៅមានបញ្ហាជាច្រើនដែលកើតមាននៅពេលដែលយើងកំពុងរំលោភចានឹងក្រៅរំលោភអញ្ចឹងបើសិនជាយើងអត់បានដឹងទេយើងចេះតែប្រើប្រាស់ប្រកាសជាអត់ជោគជ័យទេអញ្ចឹងបើសិនជាយើងជោគជ័យសូមឲ្យយើងទៅធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញនៅគ្រប់មណ្ឌលសុខភាពឬក៏សេវាឯកជនណាមួយដែលមានសេវារំលោភដែលមានការអនុញ្ញាតទាក់ទងទៅនឹងសេវារំលោភហ្នឹងទើបយើងទទួលបានភាពជោគជ័យក៏ដូចជាការប្រឹក្សាច្បាស់លាស់និងមានជំនាញច្បាស់លាស់ចា៎ទាក់ទងទៅនឹងការប្រើប្រាស់អក្សររំលោភនេះគឺអាចប្រើប្រាស់បានចំពោះកូនក្រឹម9សប្តាហ៍អញ្ចឹងបងប្អូនអរគុណយល់ច្រឡំថាថ្នាំរំលោភអាចប្រើបានកូនគ្រប់អាយុទាំងអស់អត់ទេចាកូនធំ 3-4 ខែគឺអាចប្រើបានទេប្រើបានត្រឹមតែ9សប្តាហ៍ចុងក្រោមទេចា9សប្តាហ៍ចុងក្រោមមានន័យថា2ខែមួយអាទិត្យចា2ខែជាងតិចតួចអីចឹងណាតែយើងទុកដល់3ខែ3អីហើយគឺប្រើទៅអត់ធ្លាក់ទេចាហ្នឹងហើយករណីធ្លាក់ក៏ភាគតិចដែរចាធ្វើការទៅបូមសម្បត្តិអីបន្ថែមអីចឹងណាចាហើយដូចជាមេរៀនជើងចឹងដែលនិយាយថាចំណែកគ្រូបើសិនជាខ្ញុំមានបញ្ហាគីដោះតើខ្ញុំអាចធ្វើការប្រើប្រាស់ថ្នាំរំលោភបានដែរឬទេចាតើទៅបញ្ហាគីដោះនេះគឺយើងត្រូវធ្វើការ check ជាមួយនឹងអ្នកជំនាញធ្វើការតាមដានទៅមើលសាច់ថាតើវាជាប្រភេទសាច់ slow ឬសាច់កាចដុំទឹកដុំគីឬក៏ដុំខ្លាញ់ចាហ្នឹងហើយយើងត្រូវទៅតាមដានទៅ check មើលទៅពិនិត្យព្យាបាលទៅតាមថែទាំទៅបើសិនជាយើងអាចធ្វើការវះយកចេញបានយើងក៏វះយកចេញទៅណាចាហ្នឹងហើយបើយើងត្រូវការតាមដានអាចប្រើថ្នាំទៅវារលាយវាអីអាហ្នឹងយើងត្រូវទៅតាមដានតាមណាត់របស់គ្រូពេទ្យជំនាញដែលមើលតើតើទៅនឹងជំងឺបញ្ហាគីដោះរបស់យើងហ្នឹងទៅចាព្រោះគីហ្នឹងវាមាន slot មានកាចចាមានគីខ្លាញ់ចាពេលខ្លះវះមកគឺឃើញដុំខ្លាញ់តែម្ដងចាពេលខ្លះទៀតវះមកឃើញរបៀបដូចម្សៅចាសាច់ស្អុយគីមានស្រោមមានអីចឹងទៅចាហ្នឹងហើយហើយអាសាច់ហ្នឹងក៏វាមានកាចមាន slot អញ្ចឹងបើករណីវាវិវត្តទៅកាន់តែធំឡើងហើយឈឺហើយយើងអាចទ្រាំបានអ៊ូលអីចឹងយើងគួរតែទៅធ្វើការពិនិត្យមើលច្បាស់លាស់ជាមួយនឹងអ្នកជំនាញទៅមើលផងដែរថាតើវាជាប្រភេទសាច់ស្លូតឬក៏សាច់កាចអីចឹងទៅចាហើយតើតើទៅនឹងការប្រើប្រាស់អក្សររំលោភគឺបើសិនជាគីនឹងជាគីធម្មតាគីនឹងអត់មានបញ្ហាអីទេគី slow ទេចាអូខេគឺយើងអាចធ្វើការប្រើប្រាស់អក្សររំលោភបានជាធម្មតាចាដោយការប្រើប្រាស់នេះស្ថិតនៅក្នុងការពិភាក្សាជាមួយនឹងអ្នកជំនាញមានការប្រឹក្សាច្បាស់លាស់ជាមួយនឹងអ្នកជំនាញមិនតែឃើញទៅទិញប្រើខ្លួនឯងទេណាបញ្ជាក់ទៀតអញ្ចឹងមុននឹងប្រើគឺត្រូវធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញទាំងអ្នកជំនាញខាងគីដោះរបស់យើងទាំងអ្នកជំនាញខាងសេវារំលោភមិនតែឃើញទៅទិញប្រើខ្លួនឯងណាបញ្ជាក់ទៀតត្រង់ហ្នឹងត្រូវទៅពេទ្យសួរពេទ្យខាងគីដោះថាបើខ្ញុំមានគីចឹងហើយខ្ញុំមានកូនទៀតហើយខ្ញុំចង់បានខ្ញុំចង់ជឿចេញទៅខ្ញុំអាចប្រើថ្នាំបានអត់អីចឹងណាគេទៅពិភាក្សាជាមួយនឹងអ្នកជំនាញខាងគីដោះអញ្ចឹងហើយឧទាហរណ៍ថាអូខេគាត់ថាអីអាចប្រើបានព្រោះវាអត់ពាក់ព័ន្ធគ្នាទេចាហ្នឹងហើយអញ្ចឹងយើងទៅធ្វើការពិភាក្សាជាមួយនឹងអ្នកជំនាញខាងរំលោភទៀតអ្នកគ្រូខ្ញុំចង់រំលោភតែខ្ញុំមានគីដោះអីចឹងហើយកូនខ្ញុំប៉ុណ្ណឹងអាចប្រើប្រាស់ថ្នាំបានអត់ឬក៏ខ្ញុំត្រូវធ្វើការបូមធ្វើការអីចឹងទៅចាព្រោះមនុស្សយើងបើសិនជាអូខេបើសិនជាយើងប្រើប្រភេទថ្នាំហ្នឹងវាអត់មានបញ្ហាអីយើងអត់ដែលប្រតិកម្មយើងអត់ដែលប្រើទៅមានបញ្ហាអីទេអូខេគឺយើងអាចធ្វើការប្រើប្រាស់បានតែអ្នកខ្លះគាត់ប្រើបានប្រើអត់ត្រូវប្រើធ្លាក់អត់អីចឹងទៅអាហ្នឹងត្រូវធ្វើការបូមទៅធ្វើការអីចឹងទៅអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវធ្វើការពិភាក្សាជាមួយអ្នកជំនាញទាំងសេវាខាងគីដោះនិងសេវារំលោភណាចាបញ្ជាក់ឲ្យបញ្ជាក់ទៀតតែបើសិនជាយើងមិនមានបញ្ហាអីទេគឺយើងអាចធ្វើការប្រើប្រាស់បានជាធម្មតាដោយការប្រើប្រាស់នៅចន្លោះពេលគ្នាឧទាហរណ៍ថាយើងញ៉ាំថ្នាំគីដោះយើងញ៉ាំធ្វើម៉េចលៃចាប់ពី4ម៉ោងទៅ6ម៉ោងឡើងទៅកុំឲ្យជាន់គ្នាបើលេបអនុព្រឹកល្ងាចយើងប្រើថ្នាំរំលោភពេលថ្ងៃអីចឹងទៅណាស្រែកគ្នាឲ្យខុសម៉ោងទៅបានខុសគ្នាកាន់តែយូរមកគឺកាន់តែល្អចា4ម៉ោងទៅ6ម៉ោងឬក៏8ម៉ោងអីក៏បានដែរចាកុំគៀកគ្នាពេកចាដើម្បីកុំឲ្យវាមាន side effect ប៉ះពាល់គ្នាអីចឹងណាចា
អញ្ចឹងបើយើងជ្រើសរើសប្រភេទថ្នាំរំលោភប្រភេទមេតាបលថ្ងៃទី1លេប1គ្រាប់ថ្ងៃទី2សល់4គ្រាប់យើងចំណាយពេលតែ2ថ្ងៃទេចានៅពេលដែលយើងលេបហើយសល់ហើយវានឹងមានការចុកចាប់មានធ្លាក់ឈាមចឹងយើងបន្តមើលទៅនៅពេលដែលមានការក្រាក់តម្លាក់ឲ្យកូនមកហ្នឹងណាប្រឌិតមើលទៅថាមានសាច់កូនធ្លាក់អីអត់កុំភ្លេចការប្រឌិតមើលទៅយើងអត់ប្រឌិតមើលយើងអត់ដឹងថាកូននឹងធ្លាក់អត់ទេហើយយើងក៏ដឹងថាយើងរំលោភជោគជ័យអត់ដែរអញ្ចឹងអ្វីដែលសំខាន់គឺការប្រឌិតមើលនឹងឯងចាអញ្ចឹងពេលវាក្រាក់តម្លាក់កូនមកត្រូវតែ check មើលកាយមើលឆ្កឹះមើលថាតើវាជាដុំសាច់កូនមែនដែរឬក៏អត់ចាបន្ទាប់ពីយើងឆ្កឹះយើងឃើញហើយអូខេរយៈពេលមួយអាទិត្យទៅ10ថ្ងៃក្រោយគឺយើងអាចទៅ check echo បន្ថែមម្ដងទៀតដើម្បីបញ្ជាក់ឲ្យបាន 100% ថាយើងពិតជាធ្វើការរំលោភស្អាតកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយថាកូននឹងធ្លាក់ការអីចឹងណាចាព្រោះមានអតិថិជនខ្លះពេលខ្លះគឺគាត់អត់ឃើញកូនធ្លាក់ទេហើយគាត់ចេះតែទុកចាដល់ពេលយូរទៅកូនកម្រើកបានដឹងថាអូប្រើថ្នាំទៅអត់ធ្លាក់ទេអញ្ចឹងករណីយើងចង់បញ្ជាក់ឲ្យច្បាស់យើងគួរតែធ្វើការ check echo បន្ទាប់ពីយើងរំលោភហើយរយៈពេលមួយអាទិត្យទៅ10ថ្ងៃពេលនោះគឺយើងនឹងច្បាស់ហើយបើសិនជាកូននឹងនៅសល់ក៏យើងអាចធ្វើការរំលោភទាន់ពេលវេលាមិនអស់លុយច្រើនមិនខាតពេលច្រើនចាបើយើងទុកយូរដល់ពី2ខែក្រោយបានយើងទៅ check echo ពេលខ្លះទៅមើលកូនដល់4 5ខែបាទកូនវាធំបាទអញ្ចឹងពេលកូនធំយើងទៅធ្វើការរំលោភក៏អស់លុយច្រើនដែរអញ្ចឹងហើយយើងត្រូវតែអនុវត្តទាំងអស់គ្នាពិនិត្យមើលទាំងអស់គ្នាដើម្បីទទួលបាននូវសុខភាពល្អទាំងអស់គ្នាចា៎បងប្អូនចូលនៅតែតឹងតែមេរៀនយើងឯហ្នឹងដែលនិយាយអំពីតើមានបញ្ហាគីដោះយើងអាចប្រើប្រាស់ឱសថតម្រូវបានដែរឬទេបងយល់នៅចារូបសង្ខេបអ្វីគឺជាពូអ្នកមានបញ្ហាគីដោះបើសិនជាគាត់ទៅ check ជាមួយគ្រូពេទ្យខាងគីដោះហើយអត់មានបញ្ហាអីទេពេទ្យខាងគីដោះឲ្យយើងប្រើប្រាស់ឱសថតម្រូវអូខេគឺយើងអាចធ្វើការប្រើប្រាស់បានចាគាត់ថាមិនប្រើប្រាស់គឺយើងត្រូវធ្វើការពិភាក្សាជាមួយអ្នកជំនាញមិនមែនតែឃើញទិញថ្នាំប្រើខ្លួនឯងទេបញ្ជាក់ឲ្យបញ្ជាក់ទៀតត្រូវមានការប្រឹក្សាច្បាស់លាស់ពីអ្នកជំនាញអញ្ចឹងបើសិនជាគ្រូពេទ្យខាងរំលោភគាត់ពិនិត្យមើលឃើញថាអូខេយើងអាចប្រើប្រាស់ថ្នាំបានយើងប្រើប្រាស់ទៅតែបើយើងគិតថាអូកូននឹងធំមិនអាចប្រើប្រាស់ថ្នាំបានទេត្រូវការបូមម្ដងយើងបូមតាមហ្នឹងទៅចាហ្នឹងហើយទៅប្រើក្នុងពេលចន្លោះម៉ោងគ្នានៃការប្រើប្រាស់ថ្នាំគីដោះអីចឹងទៅចាហើយអ្នកគ្រូគាត់ធ្លាប់មានអតិថិជនដែលគាត់មានបញ្ហាគីដោះហ្នឹងគាត់ប្រើប្រាស់ទៅជោគជ័យផងដែរចាហ្នឹងហើយគឺវាមានបញ្ហាអីទេឲ្យតែយើងប្រើប្រាស់បានត្រឹមត្រូវហើយយើងធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញច្បាស់លាស់អញ្ចឹងយើងនឹងទទួលបាននៅប្រសិទ្ធភាពខ្ពស់ហើយទទួលបាននូវភាពជោគជ័យនិងព្រមទាំងសុខភាពល្អឆាប់ដូចដើមមកវិញទេចាកុំបារម្ភកុំព្រួយខ្លាំងពេកចានឹងបងប្អូនជំរាបអ្នកគ្រូមានតែប៉ុណ្្នឹងទេចាសូមអរគុណសូមជម្រាបលាហើយបើសិនអ្នកពេញចិត្តកម្មវិធីនេះកុំភ្លេចជួយ like ជួយ share ជួយ follow page មន្ទីរពេទ្យនៃក្តីស្រឡាញ់និងស្នេហ៍យុវត្រីឬក៏ជួយ follow ជួយ subscribe channel YouTube នៃពេទ្យពេទ្យអ្នកផងចាព្រោះមេរៀននេះគឺផុសទាំងនៅក្នុង page ទាំងនៅក្នុង channel YouTube យើងអាចចូលមើលទៅហើយយល់អាចធ្វើការសិក្សាបន្ថែមបានហើយបើសិនជាមានសំណួរទាក់ទងបញ្ហារំលោភក៏ដូចជាចង់ទទួលទិញកំងធ្វើការប្រឹក្សាផ្ទាល់ជាមួយនឹងគ្រូពេទ្យទៅទិញថ្នាំរំលោភឬក៏សេវាបូមសម្អាតដូចជាដើមបងប្អូនអាចទៅមកបានតាម page មន្ទីរពេទ្យនេះក្តីស្រឡាញ់និងស្នេហ៍ញញឹមទីត្រីឬក៏តាម Telegram គ្រូផ្ទាល់0964282575បានចាសូមអរគុណសូមជម្រាបលាបាយបាយបាយជូន